Huawei MatePad 11.5S បងប្អូនជួបបញ្ហា download Telegram អត់បានហើយនេះគឺជាវិធីសាស្ត្រ download Telegram តាមរយៈ APK អញ្ចឹងបងប្អូនចូលទៅក្នុង browser របស់ Huawei បងប្អូន search ពាក្យថា google.com ដើម្បីយើងងាយស្រួលក្នុងការស្វែងរកបន្តមកទៀតបងប្អូនវាយពាក្យថា telegram.org បន្ទាប់ពីបងប្អូន search ហើយបងប្អូនមើលតាមសញ្ញាភួយនៃខ្ញុំគូសហ្នឹងបងប្អូនយកពាក្យថា Telegram for Android តើមកបងប្អូនចុចពាក្យ download Telegram download now បងប្អូនរងចាំរហូតដល់វាពេញណាអញ្ចឹងបងប្អូនរងចាំរហូតដល់តែវាពេញ file នឹងពេញបងប្អូនចុចទៅលើ file ដែលបាន download មិញហ្នឹងចុចនៅលើ file ហ្នឹងទៅតាមសញ្ញាភួយនៃខ្ញុំបង្ហាញជូនណាបន្តមកបងប្អូនរងចាំហើយបងប្អូននឹងលើកឃើញពាក្យ install បងប្អូនចុចទៅលើពាក្យ install ហ្នឹងអញ្ចឹង Telegram យើងបាន download រួចរាល់ហើយយើងអាចប្រើប្រាស់ដំណើរការធម្មតាទាំងអស់ចំពោះកម្មវិធីផ្សេងដែលបងប្អូនពិបាកក្នុងការ download តាមរយៈ app យើងអាចធ្វើការ download តាមរយៈ APK ដូចនៅក្នុងវីដេអូនេះបានណា